សៀមត្រូវបណ្ដាសារន្ទះបាញ់7 ដងព្រោះរឿងមួយនេះក្រោយសង្គ្រាមច្រើនសម័យកាលព្រះខ័ននេះបានធ្លាក់ចូលទៅក្នុងទន្លេសាបនាសម័យកាលឧដុង្គក្នុងរជ្ជកាលព្រះបាទនរាយៈរាជាទី3ឬព្រះអង្គឯងពីឆ្នាំ1772ដល់ឆ្នាំ1796អ្នកនេសាទខ្មែរម្នាក់រកឃើញព្រះខ័នរាជនេះនៅក្នុងទឹកបឹងទន្លេសាបក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជានៅគ្រិស្តសករាជឆ្នាំ1763អ្នកនេសាទនោះក៏បាននាំយកទៅថ្វាយចៅហ្វាយប៉ែននៅក្នុងប្រវត្តិសាស្ត្រខ្មែរគេចាត់ទុកលោកជាជនក្បត់ជាតិដោយសារលោកបានស្នើសុំឲ្យស្ដេចសៀមទាមទារខេត្ត3នៅភាគពាយ័ព្យរបស់ខ្មែរទៅភ្ជាប់នឹងព្រះរាជាណាចក្រសៀមដោយសុំរាជទានពីស្ដេចសៀមឲ្យខ្លួនធ្វើជាអ្នកគ្រប់គ្រងលើបណ្ដាខេត្តទាំងនោះជាចៅហ្វាយខេត្តសៀមរាបនឹងទទួលការលើកលែងទោសនិងប្រោសប្រទានគោរមងារជាចៅពញាអភិវង្សចៅហ្វាយខេត្តសៀមរាបរូបនោះបានយកព្រះខ័នរាជទៅថ្វាយស្ដេចសៀមនាមពុទ្ធយុទ្ធហ្វាចលាឡោកឬព្រះចៅរាមាទី1នៅថ្ងៃដែលព្រះខ័នរាជទៅដល់ក្រុងទេពមហានគរក្រុងបាងកកទេវតារក្សាព្រះរាជាណាចក្រកម្ពុជាទេវតារក្សាព្រះមហាស្វេតឆ័ត្រនិងទេវតារក្សាព្រះខ័នរាជមានការខឹងសម្បារយ៉ាងខ្លាំងក៏បណ្ដាលឲ្យកើតមានអភូតហេតុរន្ទះបាញ់7 កន្លែងនៅក្នុងក្រុងលាន់ឮសន្ធឹកពេញនៃអាកាសហើយរន្ទះក៏បានចំទីតាំងដង្ហែព្រះខ័នរាជនោះចំនួន7 កន្លែងដូចជានៅឯទ្វារវិសេសជ័យស្រីផ្នែកខាងក្រៅនៃព្រះបរមរាជវាំងក្រុងរតនកោសិននិងទ្វារវិមានជ័យស្រីផ្នែកកណ្ដាលនៃព្រះបរមរាជវាំងដែលសុទ្ធសឹងតែជាផ្លូវដង្ហែព្រះសែងខ័នជ័យស្រីនេះឆ្លងកាត់ចូលទៅក្នុងព្រះបរមរាជវាំងសៀមក្នុងក្រុងរតនកោសិនដើម្បីរងាប់ព្រះមហាក្សត្រថៃបានបញ្ជាឲ្យជាងទងស្ថាបនាដងនិងស្រោបព្រះខ័នឡើងអំពីមាសលាយចម្រោតដោយត្អូងមានតម្លៃហើយរៀបចំអភិសេកឲ្យคล้ายជាគ្រឿងសម្រាប់រាជមួយក្នុងចំណោមគ្រឿងបញ្ចក្សត្រដទៃទៀតសម្រាប់យកមកប្រារព្ធរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រថៃនៅក្នុងឆ្នាំ1785ហើយបានបន្តប្រើរហូតមកដល់បច្ចុប្បន្ននេះព្រះសែងខ័នជ័យស្រីក៏ត្រូវបានយកទៅប្រើនៅក្នុងព្រះរាជពិធីថ្វាយទឹកអភិសេចាពិធីផឹកទឹកសម្បត្តិចូលកាន់តំណែងរបស់មន្ត្រីរាជការក្នុងរាជវាំងក្រុងមហាទេពនគរផងដែរព្រះខ័នជ័យស្រីនេះបើគិតទាំងដងទាំងផ្លែមានប្រវែង 89.8 សង់ទីម៉ែត្រនិងមានទម្ងន់ 1.3 គីឡូក្រាមនៅពេលដាក់ក្នុងស្រោមព្រះខ័នរាជនេះមានប្រវែងរហូតទៅដល់101សង់ទីម៉ែត្រនិងមានទម្ងន់ 1.9 គីឡូក្រាមនៅថ្ងៃទី4ខែឧសភាឆ្នាំ2019ព្រះរាជាណាចក្រថៃបានរៀបចំពិធីក្រុងព្រះរាជសម្បត្តិមហាក្សត្រថ្មីរាមាទី10ហើយនៅក្នុងពិធីរៀបអភិសេកឡើងគ្រងរាជសម្បត្តិមហាក្សត្រថៃក៏មានបញ្ចក្សេត្រដែលជាវត្ថុសម្រាប់បំពេញយសឡើងគ្រងរាជដូចខ្មែរយើងផងដែរដែលវត្ថុទាំង5នោះមានដូចជាព្រះមហាពិជ័យមកុដព្រះសែងខ័នជ័យស្រីព្រះតនព្រះវាលវេជ្ជនីនិងព្រះសុពណ៌បាតុកាក្នុងចំណោមវត្ថុមង្គលទាំង5នេះព្រះសែងខ័នជ័យស្រីគឺជាវត្ថុដែលបានយកពីប្រទេសកម្ពុជាទៅបច្ចុប្បន្ននេះថៃនៅតែទទួលស្គាល់ថាព្រះខ័នជ័យស្រីនេះគឺបានយកពីខ្មែរទៅព្រះខ័នរាជនេះគឺជាវត្ថុតំណាងឲ្យអំណាចព្រះមហាក្សត្រព្រះខ័នមិនអាចយកទៅច្បាំងកើតទេគឺគេប្រើសម្រាប់តែពិធីរាជាភិសេកឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះតាម
តាមឯកសារព្រះរាជពិធីទ្វារទស្សនាភាគ1បានឲ្យដឹងថាខ្មែរយើងមានព្រះខ័ន2គឺព្រះខ័នរាជហើយមួយទៀតគឺព្រះខ័នស្រីជ័យដែលជាព្រះខ័នរងប្រើសម្រាប់ច្បាំងចំពោះព្រះខ័នស្រីជ័យបានយកទៅប្រទេសថៃរួចហើយក្នុងរជ្ជកាលព្រះបាទអង្គអេងរីឯព្រះខ័នរាជគឺស្ថិតនៅក្នុងប្រទេសកម្ពុជាប៉ុន្តែរបស់បុរាណទាំងនោះប្រហែលជាបាត់បង់ក្នុងសង្គ្រាមអស់ទៅហើយយោងតាមប្រភពពីប្រទេសថៃបានឲ្យដឹងថាព្រះចៅរាមាទី1សពព្រះតីដាក់ឈ្មោះព្រះខ័ននេះថាព្រះខ័នជ័យស្រីព្រោះពេលមានរន្ទះបាញ់គឺបាញ់ចំទ្វារវាំងពីរកន្លែងដែលមានឈ្មោះថាជ័យស្រីនៅខាងចុងដូចគ្នាហើយកប់ជូនជាឈ្មោះតែមួយនឹងព្រះខ័នរាជសម័យសុខោទ័យនិងសម័យអយុធ្យារបស់សៀមក្រោយមកព្រះចៅរាមាទី1បានបញ្ជាឲ្យគេធ្វើដងនិងស្រោមព្រះខ័នថ្មីប្រដាប់ដោយមាសដើមត្បូងពេជ្រគោលព្រះខ័នមានធ្វើជារូបព្រះនរាយណ៍គង់គ្រុឌទោះបីជាណាក៏ដោយមានការលើកឡើងថាឃើញព្រះខ័នរាជនោះដូចឃើញស្ដេចហើយអាចសម្លាប់មុនកាត់ក្តីជាក្រោយតើនេះជាការពិតដែរឬទេចម្លើយគឺថាចំណុចនេះមិនមែនជាការពិតនោះទេដោយតែអត្ថបទផ្សេងបានអធិប្បាយឬចម្លងតគ្នាអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដោយដែលយើងបានរៀបរាប់ខាងលើហើយគឺថាព្រះខ័នរាជមិនត្រូវបានរាប់ជាគ្រឿងចម្បាំងដោយត្រង់នោះទេបានតែធ្វើជាគ្រឿងសម្រាប់សឹកពិសេសការស្ដេចនឹងចេញទៅធ្វើព្រះរាជសង្គ្រាមក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គជាដរាបតែមិនមែនយកទៅប្រើកាប់សម្លាប់មនុស្សផ្ដេសផ្ដាសដោយអាវុធធម្មតាឯទៀតនោះទេលុះតែកាលណាសត្រូវដែលអង្គអាចចូលមកដល់ព្រះអង្គហើយត្រូវប្រើអាវុធប្រហារនោះទើបប្រើព្រះខ័នរាជនោះប្រហារឲ្យវិនិច្ឆ័យទៅបានក្រៅអំពីនេះព្រះខ័នត្រូវបានថែរក្សាដោយតឹងរឹងដោយក្រុមព្រានបុរោហិតកាលបើមានសឹកសង្គ្រាមក្នុងប្រទេសក៏នឹងរត់នាំការពារព្រះខ័នឲ្យបានទោះបីជាយ៉ាងណាក៏ដោយប្រទេសកម្ពុជាមិនមានទំនៀមព្រះខ័នជាព្រះខ័នអាជ្ញាសឹកដល់មន្ត្រីទេព្រោះព្រះខ័នរាជមានសារៈសំខាន់ទាក់ទងទៅនឹងអំណាចព្រះមហាក្សត្រអ្នកប្រើប្រាស់ព្រះខ័នរាជបាននោះគឺមានតែព្រះមហាក្សត្រប៉ុណ្ណោះចំណែកអ្វីដែលត្រូវបានប្រទានទៅមន្ត្រីពេលចេញទៅធ្វើសឹកនោះគឺជាដាវអាជ្ញាសឹកជាដាវដែលគេធ្វើឡើងសម្រាប់ប្រទានដល់មេទ័ពឲ្យមានអំណាចដាច់ខាតដូចជាព្រះរាជានៅពេលចេញទៅធ្វើសឹកសង្គ្រាមលក្ខណៈនៃដាវអាជ្ញាសឹកគឺខុសពីព្រះខ័នរាជតាមអត្ថន័យនិងរូបរាង